Happy birthday Yuji Itadori ថ្ងៃនេះជាថ្ងៃទី20ខែ3គឺជាថ្ងៃ birthday របស់ Yuji Itadori ដែលជាតួម្នាក់នៅក្នុងរឿង Jujutsu Kaisen ហើយក៏ជាកូនសិស្សរបស់ Gojo Satoru ហើយក៏ជាមិត្តល្អរបស់ Megumi no Nobara ផងដែរ Yuji គឺជាក្មេងប្រុសម្នាក់ដែលមានភាពកក់ក្ដៅខ្លាំងយកតែមែនតើហើយក៏ជាតួម្នាក់ដែលមានសញ្ចានចិត្តល្អខ្លាំងមែនតើទោះបីជាក្បាលរបស់ Yuji មានពណ៌ភីងពិតមែនហើយបេះដូងរបស់ Yuji ក៏ពណ៌ភីងទៅតាមក្បាលផងដែរនិយាយទៅ Yuji គឺជាតួម្នាក់ដែលល្អខ្លាំងយកតែមែនតើចិត្តជួយអ្នកដទៃស្រឡាញ់យុត្តិធម៌ចឹងហើយបាន Gojo Satoru ស្រឡាញ់ Yuji ខ្លាំងយកតែមែនតើហើយជាពិសេសថែមទៀតនៅក្នុង chapter ថ្មីរបស់ Yuji Itadori ហ្នឹងគឺយើងនឹងអាចឃើញថា Yuji គឺមានវ័យរហូតដល់80ឆ្នាំប៉ុន្តែមើលមុខរបស់គាត់ហ្នឹងគឺអត់ប្រែតាណាទេគឺគាត់មានជីវិតអមតៈអីចឹងទៅក្នុង chapter ថ្មីរបស់ Yuji Itadori ហ្នឹងគឺយើងអាចសន្មតថាគាត់អាចខ្លាំងជាង Gojo ហើយខ្លាំងជាង Sukuna ថែមទៀតនិយាយទៅអាចនិយាយបានថាគាត់គឺជា sorcerer មួយដែលខ្លាំងមែនតើនៅក្នុងរឿង Jujutsu Kaisen ខ្ញុំប្រាប់រឿងមួយទៀតគឺ Yuji នេះគឺឈ្មោះដូចខ្ញុំខ្លាំងមែនតើដោយសារតែខាងក្រោយរបស់ Yuji Itadori ហ្នឹងគឺឈ្មោះដូចខ្ញុំព្រោះសារខ្ញុំឈ្មោះ Ri ហើយបើថា Yuji ហ្នឹងគឺឈ្មោះ Itadori ដូចគ្នានិយាយទៅគឺជួនគ្នាខ្លាំងមែនតើអាហ្នឹង